trong chùm riêng chun đal mà hạp chư bột bảo sát và kênh chư bột của nào cũng cha ông bị thi từ mù thả pui bị chai vạt bị ca mình thả vọt na nè sắp tất cả pui nhông ghê từng ông nè pro thả này thì dây che pro thả cướp bị chai bị ca vọt từng ông sắp tại miền tùm nô khó trâu không sẽ mất được phao này vọt à ram riêng luôn riêng bỏ đôi khi ông còn ăn lương thả chè pui nhông ghê nè pro thả rồiวัตถุบ่มนองนังการจำนายในเนื้อเชียมตรอบระบบของครูเจริญการกรบอ่องคือสำรับแต่สาธิระยะไปยาวแต่มวยมกดอัดบานบ่มราเตยเจียระยะครูนบ่องจะแสดงโดยการก่อสร้างวัดรัตนารามเด่นจังขนมยาเป็นบุญชนำดับมวยคล้ายได้จำนายถ้าเป็นการประมาณ90,000มาปอนผม$100เนี่ยตามระบายการบอกครูจะเด็กกาคือถ้าอัดเมียนสมัติพาลนามวยได้ปองยกจะไปยาวครูนปองก็อัดเมียนได้โดยเจียกดในกระโปรงได้ก่อสร้างเป็นกระโปรงใบจวนได้สรับហើយនៅកំពង់ខ្វះថាវិការដើម្បីបំពេញបង្ហាយកฎនេះគឺជាក់ស្ដែងធ្វើសម្រាប់សាមណនិស្សិតដែលនឹងមកបន្តការសិក្សាឬកំពុងការសិក្សានៅក្នុងវត្តផ្សារកណ្ដាលនេះដែលសពថ្ងៃមានជាង100អង្គបាត់ទៅហើយក្នុងកាលដែលមានសាមណនិស្សិតដល់រហូតដល់តែ100អង្គជាងនេះអ្នកទាំងអស់នោះមកពីណាគឺចេញពីកូនអ្នកស្រុកដែលខ្វះខាតឬក៏បាត់បង់នៅពុកម្ដាយអាណាព្យាបាលដល់នៅកុមារភាពខ្វះទីពឹងរួចហើយក៏មកផ្ញើខ្លួនក្នុងពុទ្ធសាសនាជាក់ច្បាស់ណាស់ថាបើមិនមានវត្តអារាមជាឃ្លាំងសម្រាប់ទទួលយកអ្នកទាំងអស់នេះទេម្ល៉េះសុំអ្នកទាំងអស់នេះកើតជាបន្ទុកដ៏ធំចំពោះរដ្ឋបាលខេត្តក៏ដូចជាដល់រាជរដ្ឋាភិបាលទាំងមូលផងដែរព្រោះមួយឆ្នាំបើកុមារកព្រាដែលខ្វះទីពឹងមិនបានទទួលការអប់រំពីវត្តអារាមទេអង្គការឬក៏ស្ថាប័នស៊ីវិលមួយចំនួនมันអាចមានលទ្ធភាពឯណាទៅទទួលយកក្មេងកំព្រាឬក៏ក្មេងដែលខ្វះទីពឹងរហូតដល់100នាក់ដល់1000នាក់បានទេក្រៅពីវត្តអារាមគឺมันអាចទៅរួចទេបើសិនជាអាចក៏ហោចណាស់មួយប្រទេសមានត្រឹម1ឬ2អង្គការតែប៉ុណ្្នឹងឯងมันអាចទទួលបានគ្រប់ខេត្តក្រុងរាជធានីទេប៉ុន្តែវិស័យវត្តអារាមនេះជាវិស័យមួយដែលទលំទលាយមាននៅវត្តអារាមជាង5វត្តប្រសង់ជាង70000អង្គក្នុងព្រះរាជាណាចក្រស្រាប់ទាំងអស់នេះមិនមែនជាការកសាងគ្រាន់តែឲ្យល្អមើលឬដូចដែលលោកអ្នកមួយចំនួនលោកបានបន្តបង្អាប់ថាការកសាងរកសមិទ្ធផលក្នុងវត្តអារាមនេះគឺការកសាងឥតប្រយោជន៍មិននាំគ្នាជួយកសាងធនធានមនុស្សអានេះជាការផ្ទុយស្រឡះអំពីភាពពិតជាក់ស្ដែងដែលជាសច្ចភាពក្នុងលោកសាលារៀនមិនអាចបង្កើតវត្តអារាមបានទេប៉ុន្តែវត្តអារាមអាចបង្កើតសាលារៀនបានប៉ុន្តែទោះជាយ៉ាងនឹងក៏ដោយក៏វត្តអារាមមិនទទួលនៅគុណសម្បត្តិតែម្នាក់ឯងទេច្បាស់ណាស់ថាការផ្ដួចផ្ដើមការបង្កើតឡើងឲ្យមាននៅក្រសួងស្ថាប័នដែលពាក់ព័ន្ធជាមួយនឹងវិស័យអប់រំនេះគឺសិតតែជាការសំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្សជាចាំបាច់ប៉ុន្តែការអភិវឌ្ឍធនធានមនុស្សมันអាចផ្ដោតតែមួយទិសដៅបានទេជាពិសេសដោយវិស័យអប់រំជាដើមវិស័យអប់រំទីណាក៏មានដែរប៉ុន្តែបើសិនជាការអប់រំខ្វះនៅសិលធម៌ឬក៏គុណធម៌សច្ចធម៌យុត្តិធម៌និងភាពនិងតម្លាភាព
ក្នុងប្រពៃណីទំនៀមទម្លាប់នោះយើងនឹងទទួលបានបញ្ចវន្តដែលចេះក៏ពិតមែនប៉ុន្តែមនុស្សដែលចេះហើយមិនប្រកបដោយមនសិការមិនប្រកបដោយគុណធម៌ស្មើនឹងយើងបាននៅខ្លាដែលមានចង្គង់ស្រួចដល់ច្រើនពេញសង្គមប៉ុន្តែបើយើងបានទទួលនៅបញ្ញវន្តដែលប្រកបដោយសិលធម៌ដោយក្រមសិលធម៌ដែលបានទទួលការអប់រំពីសាសនានេះមួយឆ្នាំយើងនឹងទទួលបានធនធានមនុស្សដែលប្រកបដោយគុណភាពនិងតម្លាភាពគួរជានឹងទីពឹងពាក់តែថ្ងៃខាងមុខបានជាក់ស្ដែងដោយវិស័យពុទ្ធកសិក្សាជាតិមិនមែនបំរើតែសាមណនិស្សិតទេគឺថាបើកទលំទលាយជាសកលដែលអាចឲ្យសិស្សនិស្សិតដែលមិនបានចូលមកបួសក្នុងសំណាក់ពុទ្ធសាសនាអាចទទួលការសិក្សារៀនសូត្រទៅបានដែរនេះជាអ្វីដែលពុទ្ធសាសនាបានជួយនិងបំពេញក្នុងចំណុចខ្វះចន្លោះរបស់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅដោយជាស្ដែងគឺការបើកឲ្យមាននៅសាលាពុទ្ធកៈនៅក្នុងវត្តផ្សារកណ្ដាលនេះស្រេចគឺថាជួយបើសិនជាមួយឆ្នាំសាមណនិស្សិតចប់អំពីពុទ្ធកៈបឋមសិក្សានេះទៅគឺយើងទទួលបានធនធានមនុស្សជារៀងរាល់ឆ្នាំហើយជាធនធានមនុស្សនេះទៀតសោតគឺជាការទទួលខុសត្រូវទាំងស្រុងរបស់វត្តអារាមដែលអត់មានចំណាយថវិការបស់រដ្ឋត្រូវការប្រើប្រាស់ថវិការបស់រដ្ឋដើម្បីក្នុងការផ្គត់ផ្គង់ដល់ជីវភាពរបស់សាមណនិស្សិតទេគ្រាន់តែត្រូវការចូលរួមក្នុងការគ្រប់គ្រងក្នុងវិស័យអប់រំដូចជាគ្រូបង្រៀនឬប្រាក់ឧបត្ថម្ភធនជូនដល់គ្រូបង្រៀនអីជាដើមនេះត្រូវការរដ្ឋជួយជ្រោមជ្រែងក៏ពិតមែនប៉ុន្តែអំពីជីវភាពរបស់សាមណនិស្សិតទាំងស្រុងគឺថាព្រះគ្រូចារ្យការជាអ្នករ៉ាប់រងហើយគ្រប់គ្នាដែលមកបួសនេះមកទទួលការសិក្សានេះមិនមែនសឹកតែជាសាច់ញាតិរបស់ព្រះគ្រូចារ្យការជាបងប្អូនជាមិត្តសម្លាញ់ឬក៏ជាមនុស្សជាទីជិតស្និទ្ធឯណាទេគឺជាអ្នកដតីសិបសាតប៉ុន្តែព្រះគ្រូចារ្យការលោកនៅតែទទួលធ្វើការទំនុកបំរុងឲ្យស្នាក់នៅឲ្យសិក្សារៀនសូត្រគត់គង់ទាំងពីទឹកភ្លើងនិងបច្ច័យ4ដែលត្រូវប្រើប្រាស់គោលបំណងតែមួយយ៉ាងទេជំរុញលើកកម្ពស់និងលើកទឹកចិត្តឲ្យសាមណនិស្សិតទាំងអស់បានទទួលការអប់រំអំពីវិស័យសាសនាប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយទៅមុខទៀតធ្វើខ្លួនឯងឲ្យទៅជាស្បែកសរសៃឆ្អឹងឈាមរបស់សង្គមក្នុងពេលអនាគតឥឡូវយុវជនក្នុងប្រទេសក៏ដូចជាក្នុងពិភពលោកទាំងមូលមានពីរផ្នែកដែលមួយផ្នែកទទួលការបណ្ដុះបណ្ដាលទទួលការអប់រំទៅនឹងបានទៅជាសសរទ្រូងនឹងបានទៅជាឆ្អឹងស្បែកសរសៃឬក៏ជាកោសិការបស់សង្គមជាតិប៉ុន្តែមួយផ្នែកទៀតទទួលបានការអប់រំដូចគ្នាប៉ុន្តែខ្វះនៅគុណធម៌ដែលជាសេចក្តីទ្រទ្រង់ដ៏ល្អវិចិត្ររបស់មនុស្សនេះធ្វើឲ្យយុវជននោះនឹងប្រែក្លាយទៅជាឆ្លើងរបស់សង្គមក្នុងពេលអនាគតអញ្ចឹងវិស័យវត្តអារាមនេះជួយសំខាន់ណាស់ក្នុងការប្រែក្លាយយុវជនអំពីអនាគតឆ្លើងសង្គមឲ្យប្រែមកជាអនាគតជាសសរទ្រូងរបស់សង្គមចេះដឹងមានកម្រិតគ្រប់គ្នាប៉ុន្តែបើចេះដឹងហើយគ្មាននៅគុណធម៌ក្នុងខ្លួនទេនោះគឺទ
ទោះយើងចេះលើសគេ100ដង1000ដងក៏ស្មើតែយើងជាឆ្លើងរបស់សង្គមដូចគ្នាព្រោះសង្គមជាតិរបស់មនុស្សនេះខុសតិតេអំពីសង្គមសត្វដេរឆានសង្គមសត្វដេរឆានពីណាខ្លាំងគឺក្របសង្កត់អ្នកដែលទន់ខ្សោយប៉ុន្តែសង្គមរបស់មនុស្សពីណាដែលខ្លាំងគឺជួយទ្រទ្រង់ទំនុកបំរុងដល់អ្នកដែលទន់ខ្សោយនេះវាខុសគ្នាពីនឹងអញ្ចឹងបើសិនជាមនុស្សប្រឹងប្រែងរៀនសូត្រប្រឹងប្រែងរកទទួលទានឲ្យខ្លួនបានកើតជាអ្នកដែលមានអំណាចដ៏ខ្លាំងលើសមនុស្សដទៃហើយយើងគៀបសង្កត់ឬក៏ប្រមាថមាក់ងាយមើលស្រាលចំពោះអ្នកដទៃអានឹងយើងចេញមិនឆ្ងាយអំពីសង្គមរបស់ទេរឆានទេប៉ុន្តែបើសិនតែយើងទទួលបានការអប់រំហើយប្រកបបានដោយគុណធម៌បេះដូងមនុស្សធម៌ហើយយើងជួយសង្គ្រោះដល់មនុស្សដែលទន់ខ្សោយជាងយើងជាពិសេសមនុស្សដែលគួរដល់នឹងការសង្គ្រោះអានេះយើងកំពុងតែរស់នៅក្នុងសង្គមរបស់មនុស្សហើយប៉ុន្តែនិយាយបែបនេះមិនមែនចង់សំដៅទៅលើថាឲ្យទៅជួយសង្គ្រោះមនុស្សដែលខុសនោះទេព្រោះមនុស្សកាលណារស់នៅក្នុងរដ្ឋមួយអាស្រ័យក្រោមច្បាប់ជាអ្នកកំណត់ថាមនុស្សនោះជាមនុស្សគួរដល់ការសង្គ្រោះឬក៏មនុស្សគួរដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ដូចជាសង្គមយើងសពថ្ងៃចូលចិត្តជេរគេចូលចិត្តប្រមាថគេចូលចិត្តតេះដៀលគេប្រកបដោយទោសៈទាំងកាយវាចានិងចិត្តដល់ទៅពេលគេចាត់ការទៅតាមនីតិវិធីច្បាប់បើយើងបែរជាចោទប្រកាន់ថាជាការគៀបសង្កត់ដែរនោះមិនមែនទេការគៀបសង្កត់គឺថាមនុស្សឥតមានទោសឥតមានកំហុសហើយយើងទៅប្រមាថមាក់ងាយជីជន់កាប់សម្លាប់អានោះគេហៅថារឿងដែលការគៀបសង្កត់ដែរប៉ុន្តែចំពោះមនុស្សដែលធ្វើខុសផ្ទុយអំពីច្បាប់ដែលមានចែងដូចយើងរាល់ថ្ងៃជាពលរដ្ឋមួយចំនួនក្នុងប្រទេសយើងចូលចិត្តជេរគ្នាតាមបណ្ដាញសង្គមចូលចិត្តប្រមាថមាក់ងាយគ្នាហែកហួរគ្នានេះសិក្សាតែជាទង្វើខុសច្បាប់ដែលច្បាប់បានចែងបានធរមានមកហើយប៉ុន្តែយើងអត់ដឹងច្បាប់ចេះតែបំពេញទៅដល់ទៅពេលប៉ះមនុស្សដែលគេទ្រាំបានទៅគេចាត់ការតាមនីតិវិធីច្បាប់ទៅយើងប្រែក្លាយកំហុសរបស់ខ្លួនយើងសោះឲ្យទៅជាកំហុសរបស់អ្នកដទៃចោទប្រកាន់ដោយប្រការផ្សេងអញ្ចឹងជាដើមអញ្ចឹងរឿងនេះជារឿងសំខាន់ដែលយើងទាំងអស់គ្នាក៏បីតែយកចិត្តទុកដាក់ជៀសវាងការប្រព្រឹត្តខ្លួនឲ្យទៅជាមនុស្សដែលធ្វើអំពើខុសច្បាប់ទាំងបំពេញដែលយើងអត់ដឹងអំពីច្បាប់អញ្ចឹងសូមឲ្យជាពុទ្ធបរិស័ទទាំងអស់ត្រូវរស់នៅក្នុងក្រមសីលធម៌មានតែទង្វើដែលមិនក្តៅក្រហាយដល់អ្នកដទៃទេដែលទង្វើនោះមិនខុសច្បាប់តែយើងប្រព្រឹត្តទង្វើណាក្តៅក្រហាយដល់អ្នកដទៃទង្វើនោះតិចនឹងច្រើនមាននៅក្នុងច្បាប់របស់រដ្ឋហើយបើសិនជាមិនមានចែងជាមួយនឹងច្បាប់របស់រដ្ឋដោយប្រការណាទេក៏ខុសជាមួយនឹងច្បាប់សាសនាដែរហើយទោសក្នុងសាសនាជាទោសរបស់វត្តដាក់មានការទទួលនៅសេចក្តីសោកសៅនៅខាងក្រោយត្រឡប់មកវិញអំពីវិស័យពុទ្ធកៈមិនមែនត្រឹមតែជាចលករមួយក្នុងការរក្សាបាននៅក្រមសីលធម៌របស់ប្រជាពលរដ្ឋក៏ដូចជាសាមណនិស្ស័យទេក៏ជាចំណែកមួយបន្តការត្រួតត្រងនៅពុទ្ធវចនៈដូចជាជាក់ស្ដែងយើងបានបង្កើតនៅសាលាពុទ្ធកៈណាដែលនឹងមានការសិក្សារៀនសូត្រនៅជំនាញធម្មវិន័យក៏ដូចជាភាសាបាលីផងដែរពុទ្ធបរិស័ទទាំងឡាយអង្គពិធីទាំងមូលតែងតែច្រឡំថាភាសាបាលីនេះរៀនដើម្បីអីព្រោះគ្មានប្រយោជន៍ព្រោះគ្មានខ្លឹមសារអីទេ
រៀនទៅមួយឆ្នាំចោលទៅអត់ប្រយោជន៍អញ្ចឹងយើងក៏លេចមកវិញមុននឹងយើងថាការរៀនភាសាបាលីនេះគ្មានប្រយោជន៍ឬក៏មិនមាននៅសារៈអីដល់ស្ថាប័នជាតិនោះយើងក៏បីកលេសទៅមើលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលបានចែងយ៉ាងច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនេះក៏ជាបាវចនាមួយក្នុងចំណោមបាវចនាទាំង3និង2ផ្សេងទៀតដែលរួមបង្គ្រប់3ជាមុំចង្ក្រានសម្រាប់ទ្រទ្រង់ទិវាកម្ពុជានេះឲ្យស្ថិតនៅក្នុងភាពនឹងណបានអញ្ចឹងពុទ្ធសាសនាដែលរដ្ឋធម្មនុញ្ញបានកំណត់ដែលជាច្បាប់កម្ពុជានៃព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់យកក្នុងសម័យនៃព្រះរាជាណាចក្រកម្ពុជាទី2នេះបានកំណត់រួចស្រេចបាត់ទៅហើយថាពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងក៏លែងមកវិញថាពុទ្ធសាសនាត្រូវការអ្វីដើម្បីទ្រទ្រង់ពុទ្ធសាសនាត្រូវការច្បាប់កម្ពុជាមួយគឺពុទ្ធវចនៈមានប្រត្រៃ3ដងច្បាប់កម្ពុជារបស់រាជាណាចក្រមានរដ្ឋធម្មនុញ្ញប៉ុន្តែច្បាប់កម្ពុជារបស់សាសនាដែលជាបាវចនាមួយដែរទៀតនោះក្នុងបាវចនាទាំង3មានជាតិត្រូវការច្បាប់កម្ពុជាគឺរដ្ឋធម្មនុញ្ញសម្រាប់ទ្រទ្រង់ចំណែកសាសនាត្រូវការព្រះត្រៃបិដកជាគោលក្នុងការរក្សានៅលំនឹងនៃព្រះពុទ្ធសាសនាអញ្ចឹងដើម្បីនឹងទ្រទ្រង់បាននៅពុទ្ធសាសនានោះគឺត្រូវការបត្រៃបិដកដើម្បីនឹងទ្រទ្រង់បត្រៃបិដកដែលជាពុទ្ធវចនៈត្រូវការអ្វីដែលជាចាំបាច់គឺភាសាបាលីភាសាណាផ្ទុកនៅពុទ្ធវចនៈភាសានោះឲ្យឈ្មោះថាបាលីអញ្ចឹងបាលីនេះណាភាសាបាលីនេះជាភាសាសម្រាប់ផ្ទុកនៅព្រះពុទ្ធវចនៈដែលជាពាក្យចេញអំពីព្រះអោសរបស់ព្រះដែលមានពភាកដែលទទួលការរៀបរៀងទុកអំពីបឋមសង្កេលនារហូតមកដល់ទុតិយតតិយរហូតដល់សង្កេយនាទី6អីជាដើមគឺសិក្សាតែជាការរៀបរៀងទុកដាក់ក្រែងមានការបាត់បង់ក៏ដូចជាក្រែងមានការធ្វើឲ្យភ្លៀងភ្លាត់បាត់ប្រយោគឃ្លោងនិងឃ្លារបស់សក្តីដើមអញ្ចឹងហើយទៅពីមួយចំនួនទៅមួយចំនួនចេះតែបង្កើតឲ្យមានការសង្កេយនាឡើងវិញបន្ទាប់ពីសម័យកាលណាដែរប្រធេរៈធំលោកមើលឃើញពីភាពចម្រុងចម្រាស់នៃព្រះត្រៃបិដកឬក៏ពុទ្ធដីកាជាដើមអញ្ចឹងថ្មីនេះខ្ញុំបុគ្គណាស្មារតីសូមសម្ដែងនៅសោមនស្សរីករាយចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជាគណៈសង្ឃនាយកដែលទទួលបានអនុក្រឹត្យពីប្រមុខថ្នាក់ដឹកនាំអនុញ្ញាតឲ្យគិតឡើងវិញពីការរៀបរៀងនៅក្រមជំនុំប្រត្រៃបិដកដើម្បីផ្ទៀងផ្ទាត់អំពីពុទ្ធវចនៈដែលកំពុងតែមានស្រេចឲ្យស្ថិតនៅក្នុងសក្តិភាពប៉ុន្តែក្នុងរយៈកាលប្រហែលថ្ងៃនេះក៏មានភាពចម្រូងចម្រាសដោយទស្សនៈពីការបង្កើតឡើងវិញនៃឈ្មោះក្រមជំនុំព្រះត្រៃបិដកដោយមានការលើកឡើងថាការដែលបង្កើតឲ្យមានក្រមជំនុំព្រះត្រៃបិដកថ្មីនេះហាក់បីដូចជាមិនឲ្យតម្លៃឬក៏ធ្វើឲ្យបាត់បង់នៅគុណូបការៈរបស់ក្រមជំនុំព្រះត្រៃបិដកកន្លងមករួច
đây chỉ cả kết đại sầm lăng khơi tại một trường thế khi một là mà phiếp sông lược ở tì hò muối và kê chôn còn là con cha của ông tì ninh miền pre xây là đồng xây là nhiên pre bảy đa sang khai bát tì miền tây nước nông tì ninh srach đôi chia tê tê và tham đến chỉ phải xe ai đom lùm tiêu là chỉ ông phải thi từng mối là bán triệp thả dương cả lê từ rước ô tì ho để cho một cái nan đang ô tì ho hay sau mà dương do chất độc đã sẽ đậm tích cả lành ô tì ho nâng đập bấy chia viếng cả vô cho đó lòng để đôi thiệt sẽ bồ ran tha bà mình ban chui chốc chui chào hái cùng cóp bấy vô chiến để riết tích bịa thà khmai cả pi sớm mà hàng nó có dương có rọt dương can nóng chia chôn dương can nóng có hai khné thá bộ rọt khmai đây hai thà chôn chiết khmai đây ai chôn chiết khmai sớm nó ngọ rung rương trang tích đẩy trang vấp thọ trang so sa trang kết xa nộp thiệp vọt tận lại thiệp chia bị xe ở đây dục thiệp đồ thông lịch lô cứ ca co sang nơi prasad để chia sẻ đánh sao mà ai dương sắp ngày miền prasad cô tôn cô thông bay doan mê bồn tia sầm rai bên tia cách đây họ dùng mà xây trăm krong xây hồ hai tầng ông đi sắc xăng tại chia prasad đại sao mơ ông pí và chia chun khmai nông sầm máy ăn đất tại cả cõi mộtประเทศកម្ពុជាយើងមានចំនួនដោយសង្គ្រាមទាំងសង្គ្រាមស៊ីវិលទាំងសង្គ្រាមឈ្លានពានទាំងសង្គ្រាមអាណានិគមធ្វើឲ្យប្រជាពលរដ្ឋខ្មែរឬក៏ប្រទេសខ្មែរយើងនេះវារសាត់បាត់បង់ពីធំរហូតមកដល់សម័យដែលយើងទទួលនៅភាពខ្លោចផ្សាគឺសម័យបល័យពូជសាសន៍បាត់បង់ទាំងសាសនានិងព្រះមហាក្សត្រក្រោយមកយើងទទួលនៅភាពសុខដុមរមនាទាំងសន្តិភាពប្រជាពលរដ្ឋសុខសន្តិភាពសង្គមសន្តិភាពសាសនាដែលយើងសន្មត់ថាជាសម័យរាជាណាចក្រទី2នេះយើងនៅតែប្រើពាក្យថាជនជាតិអីហ៎យើងនៅតែប្រើពាក្យថាជាជនជាតិខ្មែរចុះមិនបដូរទៅបើខ្មែរយើងឥឡូវវាអត់ប្រកែដូចមុនផងហ្នឹងប្រើពាក្យថាខ្មែរដែរក្រែងនៅវាអាប់អោនដល់ខ្មែរជំនាន់មុនយើងមានគិតអញ្ចឹងទេណែកាលដែលពាក្យថាជនជាតិខ្មែរពីសម័យអតីតកាលរុងរឿងប៉ុន្តែក្រោយមកវាបែកបាក់ប្រេះឆាគ្នារហូតដល់យើងបានមកនៅប៉ុណ្ណឹងហេតុអីក៏យើងនៅតែប្រើពាក្យថាខ្មែរដែរអញ្ចឹងការប្រើពាក្យថាខ្មែរនេះយើងមិនឲ្យតម្លៃជនជាតិយើងពីមុនទេឬយើងមិនឲ្យតម្លៃនៅគុណូបការៈរបស់មហាវីរក្សត្រសម័យមុនទេឬយើងមិនឲ្យតម្លៃចំពោះមហាវីរៈបុរសទាំងផ្នែកអក្សរសាស្ត្រផ្នែកប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិយើងទេឬទើបយើងប្រើពាក្យថាខ្មែរហ្នឹងប៉ុន្តែផ្ទុយទៅវិញវាអត់អញ្ចឹងទេដែលយើងប្រើពាក្យថាខ្មែរទោះបីយើងមិនអាចទៅកសាងអង្គរវត្តដូចពីមុនក៏ដោយក៏យើងទទួលយកនៅការអភិរក្សថែរក្សាតាមលទ្ធភាពដែលយើងអាចធ្វើទៅបានដើម្បីធ្វើឲ្យរបស់នោះរស់នៅជាមួយនឹងយើងបានយូរបន្តទៅមុខទៅទៀតអញ្ចឹងឧបមាមកវិញអំពីការប្រើប្រាស់ពាក្យថាក្រុមជំនុំបត្រៃបេះដកនេះមិនមែនសំអាងទៅលើយើងចង់លុបបំបត្តិនៅគុណូបការៈរបស់វីរៈសាមណៈដែលព្រះអង្គចំណាយនៅញើសឈាមរបស់ព្រះអង្គក្នុងការបកប្រែសេចក្តីនៃគម្ពីរប្រត្រៃបិដកឲ្យបានមកជាខេមរៈភាសា
ក្នុងការដាក់ឲ្យសារាចរប្រើប្រាស់ទូទាំងព្រះរាជាណាចក្រនោះទេប៉ុន្តែផ្ទុយទៅវិញគឺការលើកដង្កើងហើយកោះកកាយយកមកថែរក្សាឡើងវិញព្រោះថាព្រះត្រៃបិដកសពថ្ងៃទទួលបានការបោះពុំផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់ពីដើមដាក់សារាចរឲ្យចេញអំពីពុទ្ធសាសនបណ្ឌិតប៉ុន្តែសពថ្ងៃឬក៏កន្លងមកគឺថាមិនដឹងជាយកមកពីប្រភពខាងណាខ្លះដែលដាក់ឲ្យចរាចរតាមវត្តអារាមនេះអញ្ចឹងហើយទើបគណៈសង្ឃពុទ្ធសាសនាលោកពិនិត្យលោកគិតថាគប្បីតែបង្កើតឲ្យមានឡើងវិញនៅក្រមជំនុំមិនមែនជំនុំទៅកែទេគឺផ្ទៀងផ្ទាត់នៅបីដកដែលកំពុងតែដាក់ឲ្យចរាចរស្រេចដើម្បីការពារបង្ការការខុសឆ្គងនៃការបោះពុម្ពផ្សាយអញ្ចឹងហើយទើបត្រូវការប្រើប្រាស់ថាពាក្យផ្ទៀងផ្ទាត់អញ្ចឹងដូចជាការពិនិត្យលើការបោះពុម្ពបើមិនឲ្យប្រើពាក្យថាការផ្ទៀងផ្ទាត់តែយើងមានពាក្យឯណាដែលទៅប្រើផ្សេងក្រៅពីនឹងទៅទៀតដែលសំគួរនោះក៏អត់ទេគឺត្រូវការប្រើពាក្យថាផ្ទៀងផ្ទាត់ប៉ុន្តែផ្ទៀងផ្ទាត់ក្នុងទីនេះមិនមែនទៅកែអត្តសក្តីដើមរបស់ព្រះត្រៃបិដកទេដែលគេបោះពុម្ពដែលគេសម្រេចរួចហើយទេគឺយើងគ្រាន់តែពិនិត្យថាត្រឹមត្រូវតាមច្បាប់ដើមហើយឬក៏នៅមានការខ្វះចន្លោះលើសខ្វះឬបាត់បង់នៅសេចក្តីដើមហើយឬនៅណាទើបយើងប្រើប្រាស់ថាជាការផ្ទៀងផ្ទាត់ហើយបន្តក្រុមជំនុំបត្រៃបិដកនេះបន្តការប្រែនៅគម្ពីរដីកាអដ្ឋកថាយោជរាផ្សេងដើម្បីជាសក្តីបញ្យលមកទៀងផ្ទាត់ចំពោះព្រះត្រៃបិដកអញ្ចឹងបានមានសំណួរសួរថាយើងយកអ្វីទៅផ្ទៀងផ្ទាត់ព្រះត្រៃបិដកថាយកនៅអដ្ឋកថាដីកាយកដើម្បីមកផ្ទៀងផ្ទាត់អំពីការបញ្យលរបស់ព្រះត្រៃបិដកព្រោះពាក្យដើមរបស់ពុទ្ធដីកាព្រះអង្គសម្ដែងជា4ប្រភេទព្រះអង្គសម្ដែងចំពោះមនុស្សដែលមានបញ្ញាច្រើនក្នុងសម័យនោះស្ដាប់ហើយងាយនឹងយល់ក្រោយមកទៀតព្រះអរហន្តក្រោយលោកសម្ដែងចំពោះបុគ្គលដែលស្ដាប់លោកយល់ក្នុងសម័យរបស់លោកអញ្ចឹងត្រូវការអធិប្បាយការអធិប្បាយហ្នឹងគឺសំដៅលើព្រះអដ្ឋកថាដីកាយោជនាផ្សេងដែលអធិប្បាយអំពីព្រះត្រៃបិដកហ្នឹងហើយអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃព្រះត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថាដីកាយោជនាដើម្បីយកមកជាទិសដៅមួយក្នុងការផ្ទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺដោយយើងមានរឿងមួយចំនួនដែលកើតឡើងកន្លងមកហើយអំពីការបញ្យលខុសអំពីអត្តនៃពុទ្ធសាសនាដូចជាការបញ្យលថាពុទ្ធសាសនាមិនឲ្យតម្លៃទៅលើព្រះត្រៃបិដកឬក៏ថាមិនឲ្យតម្លៃទៅលើប្រសង់អីអញ្ចឹងហ្នឹងគឺសិទ្ធិការបញ្យលដែលខុសអំពីខ្លឹមសារនៃព្រះត្រៃបិដកហើយអញ្ចឹងដើម្បីជៀសវាងអរិយភាពបែបហ្នឹងទៀតណាជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈហ្នឹងទៀតណាទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រមជំនុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ជៀសវាងការអធិប្បាយខុសហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅផ្ទៀងផ្ទាត់អាហ្នឹងគឺថានាំលំពុលដែលឲ្យកើតជារឿងធំបានយើងគិតមើលសូម្បីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក
ក៏ត្រូវមានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក្រុមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅនឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនបង្កើតឲ្យមានច្បាប់ហើយមានតឡាការចាំតែកាត់ទោះយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញឯហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែងអញ្ចឹងគឺថាក្រុមជំនុំប្រត្រៃបិដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅរបស់ព្រះថេរៈក៏ដូចជាគណៈសង្ឃនយោច្បាស់ណាស់ថាព្រះអង្គមុខតែមានទិសដៅក្នុងការការពារមិនមានទិសដៅក្នុងការលុបបំបាត់ទេគឺការការពារអំពីការប្រើប្រាស់ខុសអំពីពុទ្ធវចនៈឬការផ្សព្វផ្សាយខុសអំពីពុទ្ធវចនៈដែលធ្វើឲ្យតម្លៃនៃពុទ្ធវចនៈធ្លាក់ចុះហើយរាយប៉ាយអាហ្នឹងគឺថាការផ្ទៀងផ្ទាត់ហ្នឹងគឺអញ្ចឹងសម្រាប់ធនធានវិញច្បាស់ណាស់ថាអ្នកថ្មីនឹងមិនដូចអ្នកចាស់ទេព្រោះមិនមែនជាអ្នកចាស់ហើយអ្នកចាស់ចំនួនមុនក៏មិនដូចអ្នកចាស់ចំនួនមុនទៀតដែរសឹកតែមានអ្នកចាស់ចំនួនមុនបន្តគ្នាប៉ុន្តែអ្នកថ្មីគឺកាន់យកនៅទិសដៅមួយគឺថាទិសដៅដែលរក្សានៅគុណតម្លៃរបស់ព្រឹទ្ធាចារ្យចំនួនដើមហើយព្យាយាមរក្សានិងធ្វើឲ្យអស់អំពីលទ្ធភាពខ្លួនដែលមានដើម្បីបន្តវេនអញ្ចឹងពាក្យថាក្រុមជំនុំបត្រៃបិដកនេះវាបាត់រួចស្រេចបាត់ទៅហើយក្នុងសម័យប្រទេសយើងកើតសង្គ្រាមតែមកដល់ពេលនេះប្រទេសជាតិយើងប្រកបដោយសុខសន្តិភាពស្ថិរភាពទាំងផ្នែកនយោបាយសាសនាជំនឿអីហើយយើងក៏បីតែមានឡើងមកវិញដើម្បីជាសក្ខីភាពក្នុងការគោរពដឹងគុណហើយបន្តនៅបំណងរបស់ព្រះមហាថេរៈធំដែលព្រះអង្គមិនទាន់បញ្ចប់ក្រុមជំនុំបត្រៃបិដកនេះបង្កើតនៅឆ្នាំ1929តាមព្រះរាជក្រឹត្យលេខ106ដាក់ឲ្យប្រើប្រាស់ដាក់ឲ្យបង្កើតណាហើយយើងបានបញ្ចប់ការសម្ពោធដាក់ឲ្យប្រើប្រាស់នៅបត្រៃបិដកក្នុងឆ្នាំ1969នេះមិនមែនជាការបញ្ចប់បិទលែងឲ្យមានក្រុមជំនុំបត្រៃបិដកទេណាកុំច្រឡំគ្រាន់តែជាការបញ្ចប់មួយវគ្គនៃការបកប្រែនិងបោះពុំនៅបត្រៃបិដកប៉ុន្តែនៅមានអត្ថកថាដីកាយុជនាច្រើនទៀតដែលមិនទាន់នឹងធ្វើឲ្យស្រេចជាអកុសលប្រទេសជាតិយើងក៏បានជួបនៅវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃមកដល់ពេលនេះជាង50ឆ្នាំហើយអញ្ចឹងទើបយើងអាចកំណត់ថាឲ្យនឹងកើតឡើងវិញដើម្បីបន្តដោយប្រទេសកម្ពុជាយើងអញ្ចឹងណាពីមុនវាស្ទើរតែបាត់ឈ្មោះពីផែនទីពិភពលោកហើយឥឡូវយើងកើតមកវិញយើងមានយើងតាំងនៅបានយើងត្រូវតែបន្តថាប្រទេសជាប្រទេសកម្ពុជាជនជាតិគឺជាជនជាតិខ្មែរយ៉ាងណាមិញក្រុមជំនុំបត្រៃបិដកដែលបាត់បង់ទៅម្ដងហើយនោះគឺគណៈសង្ឃពុទ្ធសាសនាកម្ពុជាយើងរុញច្រានឲ្យកើតឡើងមកវិញដើម្បីបន្តដើម្បីថែរក្សានៅគុណតម្លៃរបស់ឧបវរៈសាមណៈដែលបានពលីហើយនឹងជំរុញនៅបញ្ញវន្តថ្មីដែលកំពុងតែនឹងមានប្រវត្តិមានស្រាប់នៅក្នុងប្រទេសដើម្បីជួយគ្នាក្នុងការរៀបរៀងនៅអ្វីដែលជាការសេះសល់អំពីពុព្វវរៈសង្ឃចំនួនមុនអញ្ចឹងត្រូវការសាមគ្គី
អញ្ចឹងខ្ញុំបកណាអាត្មាក្នុងពេលនេះអំពាវនាវសូមឲ្យមហាវិជ្ជាពុទ្ធបរិស័ទប្រសង់លោកគ្រូធម្មាចារ្យប្រទេសសាចារ្យឬក៏ប្រជាពុទ្ធបរិស័ទទាំងអស់មេត្តាកុំមានសេចក្តីសៅហ្មងឬធ្វើឲ្យបែកបាក់ដោះតែងគ្នាដោយរឿងបែបនេះឡើយព្រោះរឿងនេះជារឿងដែលយើងក៏បីតែសាមគ្គីគ្នាឲ្យកើតឡើងដើម្បីបន្តការថែរក្សាជៀសវាងការបែកបាក់ព្រះណាគុណម្ចាស់យើងយកពុទ្ធបរិស័ទគ្រប់ព្រះអង្គជ្រាបថាចុះបើយើងធ្វើតែយើងបានទទួលមនុស្សឯណាមកធ្វើមកពីយើងមិនធ្វើទើបយើងមិនដឹងថាអ្នកណាដែលអាចធ្វើបានជាក់ស្ដែងណាស់ថាសាមណៈនិស្សិតក៏ដូចជាបញ្ញវន្តរបស់ខ្មែរយើងក្រោយសង្គ្រាមបាត់បង់ស្ទើរតែទាំងស្រុងក៏ពិតមែនហើយប៉ុន្តែបច្ចុប្បន្នមានមកវិញទោះតែមិនច្រើនក៏មូលធនមនុស្សយើងអាចមានក្នុងការធ្វើកិច្ចការងារនេះរហូតដល់មានព្រះអង្គខ្លះលោកចប់បណ្ឌិតភាសាបាលីបណ្ឌិតភាសាសំស្ក្រឹតអំពីភូមាអំពីស្រីលង្កាអង្គខ្លះលោកអាចប្រើប្រាស់បានរហូតដល់3ភាសា4ភាសា5ភាសា6ភាសាហើយមិនមែនជាអ្នកដែលអត់ចេះទេគឺលោកចេះហើយមានសមត្ថភាពប៉ុន្តែសមត្ថភាពរបស់លោកតែមួយជ្រុងក៏មិនអាចធ្វើកិច្ចការងារធំឲ្យកើតឡើងបានដែរទើបចាំបាច់ត្រូវការបង្កើតកន្លែងមួយដើម្បីប្រមូលយកនៅសម្បត្តិធនធានរបស់មនុស្សទាំងអស់ហ្នឹងមកចូលឲ្យនៅក្នុងដំបូលតែមួយហើយធ្វើកិច្ចការនេះដើម្បីបន្តបេសកកម្មពុទ្ធសាសនាមិនមែនក្នុងន័យចង់បន្តបង្អាប់លុបបំបត្តិនៅគុណូបការៈរបស់ពពវរៈសង្ឃចំនួនមុននោះទេខ្ញុំកណាមិនបកស្រាយអីវែងឆ្ងាយអីទៅទៀតទេក៏តែចង់បញ្យល់អំពីអត្តនឹងសក្តីនឹងកុំឲ្យយើងមានការយល់ច្រឡំហើយតែការយល់ច្រឡំបើសមោចនិងសមោចឆ្លោះគ្នាវាអត់អីទេណាសមោចនិងសមោចយល់ច្រឡំគ្នាអត់អីទេប៉ុន្តែបើដំរីនិងដំរីយល់ច្រឡំគ្នាវិញវាងាប់ទាំងដើមឈើតូចធំក្បែរនឹងសមោចសង្អាក្រងកដៀសត្វតូចជុំវិញហ្នឹងគឺថាគ្រោះថ្នាក់ហើយបើសិនជាវងដំរីវាយុទ្ធគ្នានោះយ៉ាងណាមិញការឆ្លោះបែកបាក់ក្នុងសង្គមនេះបើម្នាក់ពីរនាក់ឆ្លោះគ្នានៅគ្រាន់តិចណាប៉ុន្តែបើលើកទាំងតបទាំងវងទៅឆ្លោះគ្នាអំពីការវែកញែករកខុសរកត្រូវហើយគឺថាលែងអីនឹងបែកបាក់គ្នាទេប៉ុន្តែរឿងនេះដូចជាមិនមែនត្រឹមតែកើតឥឡូវទេកាលនៅក្នុងសម័យការបង្កើតក្រុមជំនុំបត្រៃបេដកដំបូងក៏ធ្លាប់មានអ្នកប្រឆាំងអញ្ចឹងដែរអ្នកប្រឆាំងពីការគិតថាទៅបកប្រែធัวទៅសម្រាតធัวយើងមិនធ្លាប់ឮរឿងហ្នឹងទេមានធ្លាប់អ្នកជេរសម្ដេចព្រះសង្ឃរាជជួនណាតណាធ្លាប់យកដុំថ្មទៅគប់ដំបូលកត់លោកទៀតណាណាថាលោកទៅសម្រាតធัวបល័យសោតបរោះសុកទៅសោតប្រែទៅបកប្រែណាពីដើមយើងមានសោតប្រែអីបើថាអនិច្ចាអេវមេសតាំងហ្នឹងហើយប៉ុន្តែពពវរៈសង្ឃសម័យនោះលោកប្រែមកជាខេមរៈភាសាឧទាហរណ៍ថាអេវមេសតាំងសោតនេះឈ្មោះមង្គលសោតគឺខ្ញុំឈ្មោះអានន្តបានស្ដាប់មកហើយយ៉ាងនេះថាអេកាំងសមយ៉ាងភគវីអីចឹងទៅសាវត្តយ៉ាងវិហារតិសម័យមួយព្រះដែលមានពភាព្រះអង្គគង់នៅក្នុងវត្តចេតពុនជាអារាមរបស់អាណាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីអញ្ចឹងទៅដល់តែបកប្រែអញ្ចឹងក៏មានអ្នកប្រឆាំងពីការបកប្រែនឹងដែរសម័យនោះពីបញ្ហាចំនួនធေါ်ចាស់ធေါ်ថ្មីអានឹងអញ្ចឹងទៅឥឡូវយើង
កំពុងតែព្យាយាមបង្កើតឲ្យបានឡើងវិញក៏អាចជាមានមតិជំទាស់អញ្ចឹងទៀតដែរប៉ុន្តែមិនចោទថាខុសអីទេការជំទាស់ពេលខ្លះក៏មានពាក្យត្រឹមត្រូវដែរប៉ុន្តែលៃយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាហើយកុំឲ្យខូចឧត្តមប្រយោជន៍ពុទ្ធសាសនាធ្វើឲ្យធ្លាក់ចុះនៃភាពរីកចម្រើនរុងរឿងសល់តែភាពបែកបាក់ប្រឆាគ្នានឹងក៏សូមកុំឲ្យមានអីហើយខ្ញុំមកកណាមិនមានអីវែងឆ្ងាយចូលរួមជាមួយនឹងកម្មវិធីនេះទេគ្រាន់តែចង់លើកយកពីវិស័យពុទ្ធកសិក្សាជាតិរបស់យើងប៉ុណ្ណឹងដែលកំពុងតែមាននិងបន្តលើកទិសដៅអនុវត្តឲ្យកើតជារុករាងបន្តទៅមុខទៀតអំពីធនធាននោះដែលកើតចេញពីវិស័យពុទ្ធកសិក្សាដែលជំរុញគ្រប់ស្រទាប់វណ្ណៈតួយ៉ាងដូចជាសិស្សសានុសិស្សសាមណនិស្សិតដែលទទួលយកការសិក្សាអំពីពុទ្ធកវិទ្យាល័យអញ្ចឹងឬក៏ពុទ្ធកអនុវិទ្យាល័យពុទ្ធកបឋមសិក្សាអញ្ចឹងគឺថាភាគច្រើនសិតតែមនុស្សដែលមិនមានធនធានដើម្បីក្នុងការបន្តការសិក្សារៀនសូត្រទេបើសិនជាការសិក្សារៀនសូត្រតាមប្រព័ន្ធអប់រំរបស់ជាតិតែម្យ៉ាងនោះព្រោះត្រូវការចំណាយទើបត្រូវមកផ្ញើខ្លួនជាមួយនឹងសាសនាហើយយកនៅចំណេះវិជ្ជាអាស្រ័យបាយវត្តនេះក្នុងការបន្តនៅចំណេះវិជ្ជាទាំងផ្លូវលោកទាំងផ្លូវធម៌អំពីសំណាក់នៃវត្តអារាមនឹងឯងអញ្ចឹងសូមកោតសរសើរដល់ខ្ពស់ចំពោះព្រះសិរីរក្ខតវង្សតែមកប្រគ្រូចាតកាដែលព្រះអង្គចំណាយញើសឈាមកម្លាំងកាយកម្លាំងចិត្តក្នុងការតស៊ូទោះជួបជាមួយឧបសគ្គយ៉ាងមិនជាក៏នៅតែតស៊ូរុញច្រាននាវាវត្តនៅរតនារាមផ្សារកណ្ដាលនេះឲ្យទៅមុខទទួលបានការអភិវឌ្ឍហើយជួយចំណែកការអភិវឌ្ឍនេះមិនមែនតែជាវិស័យសាសនាទេក៏ជាចំណែកចូលរួមជាមួយរដ្ឋបាលខេត្តផងដែរព្រោះកាលណាខេត្តក្រុងសង្កាត់មានវត្តមួយដែលរីកចម្រើនល្អអាចបង្កើតធនធានមនុស្សបានអាចផ្ទុកធនធានមនុស្សបានគឺថាជួយកាត់បន្ថយភាពខ្វល់ខ្វាយរបស់នៃរដ្ឋអំណាចឥឡូវដូចជាក្មេងជាង100នាក់គឺប្រសង់ដែលកំពុងសិក្សាហ្នឹងបើគុំតែយកមកបួសទេប្រឡែងចោលឯណាឲ្យតែប្រឡែងខុសទេជ្រុលខ្លួនជាមួយនឹងបែងគ្រឿងញៀនហើយតែអញ្ចឹងហើយសប្ងៃមន្ទីរឃុំឃាំងពេញខែកំពង់ឆ្នាំងមកបន្ទប់ដូច50-60នាក់អីហ្នឹងហើយច្រើនបំផុតទោសអីគ្រឿងញៀនហើយស្មាក៏មុខតែជឿជាក់ថាខេត្តបន្ទាយមានជ័យក៏ពេញដូចគ្នាអញ្ចឹងពេញដូចគ្នានឹងមានវត្តអារាមជួយកាត់បន្ថយផងណាបើប្រឡែងចេញពីវត្តមកបើយើងនិយាយឲ្យអសរោស្ដាប់ហើយស្រួលស្ដាប់ថាមកវត្តដូចជាមួយក្រោលអញ្ចឹងទៅវត្តខ្លះ200អង្គ100អង្គវត្តដែលមានពុទ្ធកៈហើយសឹកតែក្មេងអត់ម្ដាយអត់ឪពុកម៉ែឪចំណាក់ស្រុកអត់អាណាព្យាបាលដល់តែទាញមកវត្តទៅអាចគ្រប់គ្រងស្ថានភាពបានខ្លះហើយដល់ទៅប្រឡែងចេញពីវត្តទៀត100ទៅ80ហើយគ្រឿងញៀនលបែងហើយបើទៅ80ហើយវាអស់គុកដាក់ទៅទៀតហ្នឹងណាបាទអញ្ចឹងហើយដល់កាលណាមនុស្សជាប់គុកច្រើនពេកប្រទេសយើងកំពុងអភិវឌ្ឍត្រូវការណែគេហៅថាធនធានមនុស្សក្នុងការធ្វើការហើយបើធនធានមនុស្សនៅក្នុងគុកអស់ហើយយកពីណាមកអភិវឌ្ឍហើយវិនិយោគក៏ដោយនេះវែងឆ្ងាយបន្តិចទៅចុះវិនិយោគគេមកវិនិយោគប្រទេសយើងត្រូវការកម្លាំងពលកម្មក្នុងស្រុកជាចម្បងជៀសវាងការចំណាយហើយបើសិនតែមកវិនិយោគស្រុកយើងអត់មានកម្លាំងពលកម្មឲ្យគេគ្រប់គ្រាន់ទេគេទៅជួលកម្លាំងពលកម្មពីខាងក្រៅមកថែមវាខាតព្រោះកម្លាំងពលកម្មពីខាងក្រៅវាថ្លៃហួសពេកហើយដល់តែមកខាតពីណាគេចង់មកអនុវត្តចង់អភិវឌ្ឍចង់រកទទួលទាននៅស្រុកយើងទៀតវាអត់ទេអញ្ចឹងគឺកម្លាំងពលកម្មនេះជាកត្តាចម្បងហើយកម្លាំងពលកម្មសប្តាហ៍ថ្ងៃមិនមែនត្រូវការកម្លាំងបាយតែមួយមុខទេត្រូវការកម្មករជំនាញហើយកម្មករជំនាញបន្តទៅទទួលបានការអប់រំអញ្ចឹងការអប់រំក្នុងផ្នែកណាក៏ដោយមិនថាសាសនាមិនថាផ្នែកពុទ្ធចក្រអាណាចក្រអីទេគឺថាទៀមទាឲ្យលើកកម្ពស់ការអប់រំហើយការអប់រំនេះគឺចាំបាច់ហើយខ្ញុំកណាសូមប្រគេន
từ bộ cựu cha được can tích tha sơ sa mà này sơ về na cho con miền đào mà rồi nhẹ chiêng hai chân bộ na con mà cha về để cho con sơ màu bị cào trái cọp bay để xã ca chỉ môi nâng cầm lăng sơ mặt được cách chia về xe ạt cả krong và đôi chia mê po ấy nắng pin nứt mê sao được thiên nhiên sân chăm ao trốn mó cùng nơi cô na pro mà rồi ống và trôi tầm môi tao hái cái thà cô na mà rồi ống ta trôi tầm môi tao hái cái thà dùm chạp đi anh trắng có bay mưa sân nè vì nam miến đọc sài hai toàn ập toàn miến rừng cầu cả hai đào vọt à ram còn là bộ cô nẹ sọc một bua bởi chân vì nẹ riêng chọc bằng đất bạn là nhà bạn ăn nụ đất ấy một bua hẳn đang riêng ai thà về một sâu ấy á còn tại ông class được tôi nè thầy chuông cáo mau tăng tìm toàn bua hả miền tăng tìm toàn bua ở đó tập tiêu ở lưới một bua tới bàn lưới tới còn rất là to chân chia viên đại ca là cả lại vót để chia cả lại của một đông cường nhiên dương cọp bấy đấy vì nứt sân còn là rồi cọp bắt đôi vót khi cả đa khi mà chắc bay khai phải nứt mà đòn thế bởi dương miết sắp được lan ấy còn là cái phần nứt tách năng cô vót khi cả đa miên thay mà là hồn ôn sơ thay hay và xong đây chia con là cả một sông nơi mà sông riêng để vượt khiêm cả na khiêm mà chắc ọt bài cột tất cả có bật mến còn té và sóng riêng chẳng ó việc lên tới lục ta để chập bìa dụ sai sập làng đi để lục riêng chọc được cả lục về vây chê để hai đi và cào bị nắng riêng chẳng ó sao mà nê tôi dụ bơi năm bầm bay năm riêng nắng mà khá mà năm bong xà lá và kế nó mà ong chiên một con sao mà đấy để riêng đó xà la lúc nó không mà ong nó chiên một con nó mà năm mày riêng còn bảy muốn đọc ong đó khơi nha chẳng mà tham mà ong mà năm một con còn đã đọc ong mà năm chiên một mười nè hay nơi mà xong đây lúc châu đào nè anh lúc xia lay bật xia lay nâng mà hai xia lay xây tiết anh đang cứ rọp lên ọ hả chẳng cứ tha ca ọc rung nâng cứ tha mình sẽ đai thế trong ca ọc rung bên tế ọc rung mình luôn đai trấm rồi chân chia viên tiếp cái đầu cả hai trong vọt cả đôi chia ca áp ao này tầm lại Phật Sasana trong cái na ok chẳng tha bên đất tư dạ ca kia chỉ môi nâng ăn ca krong tư môn bao con bao về sana ca và mô trong o ai bờ miền hay ăn ca ngắt đọc sai cái ca nghe năng tư còn tại bà mình miền thế cái ca pia tới bay khai rồi vào môi khai nên mà đòn ti muối đóng bay thì nia ban thá thôn thiên mà nút đại dương còn phong ta vẫn đo đi mình men chỉ lương rồi bỏ sừng cung đây là ngày mộc gần năng ban ta chia chân rồi bỏ sừng cung rồi có say chim rồi bỏ sừng cung chânปัญหานี้คือมันแม่นเลือกบางกายไอ้เด้ปันนั้นประสังก็โกนเนี่ยสระโดยคณีนั่งไงไอ้ปีมนเนี่ยปราดเพชรานเมียนกระเตะบันดัดจังเรียนจังโซดก็รถมาบัวมาส่งบัวปันในสับไงขวาตีปึงหรือกระดาษตีปึงต่อเพลย์ตัวมาบัวจังมาปะบะได้มนุษย์จังrồi bây giờ đọc sai muốn bằng ca muốn về nghề sưu chỉ chiên dương vừa ở miền sạch tới ở chê nằm đây chê lô và chết đau từng ai lô vừa ở lại cho Phật Sasana ấy mùi pi ấy chẳng đây vấn đề làm bất cứ ẩm chẳng thế cứ ta ăn khá lộn tâm tự bố hay về ca rương trắng dương bật tô hồng bán đấy rồi còng cro xa mùi muối nè
nhiệt dụng bột bò sát ai đâm đồn tiếng cônอย่างtrán mình lướt đâm nẹ đi không mà cua xá cônอย่างtrán thật đâm nẹ chứ hãy nếu cột cột ngặt óc hãy chụp vào xong đi vấp sang cả đàn đấy côn bờ rơi chia ấp mai con không cái đó ấp mê phong miền đất bà ai côn bờ rơi chia nè ai tầm mơ mấy óc nè hay côn cao máu men tôi thông mấy pan pan kia chứ bà đau nè bà đã côn tôi sạch màu tầm mong sưu bà đau khá nè và thông sạch bàn kia vô mà oi nè bà thà bà thlọc khô chứ nghi thế nghi năng bà đau thế mình nghi thế chẳng nó bay chia viên nó người ta có bay giờ chuyện tục đa hay không rót nềnการtìm pel này rồi bà để rót thà bị bà đấy cứ thàสังกัดngôn lưuวิสัยเครื่องยีนchẳng khôngวิสัยพุทธศาสนาเยอะก็แต่กอบใบแต่ประหยัดประหยัดlưuวิสัยนั่งได้เชี่ยเวียงการแหละเจ้าในตำราของพุทธศาสนาเมียนปนังยังปกนาสมประเกณฑ์โปจะพวกปกนาคนประชากรปองจีบเสประดมไซเลยีนประเมคนขายประเทศเมียนเจประเทศกาสัทธาประเสรีรักเทวงประเทศกระดากรปองประมไตรสังนักไอดอมลมเตียวเจียอภิบาลเจียอภิบาลรองเจียพุทธศาสนุปธรรมต่างออกได้เมียนประวัติเมียนในวัดเมียนขนมไงสมโพธิได้ปราประฉลองในศาลาพุทธกะปธรรมศักษาหนึ่งพุทธิพิเศษพระพุทธรูปรำพระองค์ให้ขนมนกขนมกระดาษทรงจับมะพร้าวขนมวันรัตนารามสากันดาโนจำนวนผมไปเรียนพ้องในสมโจเจียก็สอนแต่ด้วยในขนมกรรมวิธีนี้ให้สมเอามหาจิพุทธบริษัทต่างอ้อบานสัมประกอบจูปเตแต่นพุทธโพต่างหลายบุญอายุวันสัพพะเป็นละสมบัติต่างหลายใบมนุษย์เทวดาเป็นนักเปลี่ยนพัฒนานโพนาสมบัตินานุสมกลมเอาเคลียงเคลื่อนคลาแต่เจียประการะดอกไตไลสมเอาบุคคลหนึ่งออกคน